ចម្រើនน้องមួយស្រីរបស់ខ្ញុំជី roller coaster ហើយមួយស្រីរបស់ខ្ញុំអត់ដែរជី roller coaster ពីមុនមកហើយបងប្អូននេះគឺជាលើកទី1របស់គាត់ហើយខ្ញុំអត់ជិះទេបងប្អូនដោយសារបើខ្ញុំជិះត្រូវជិះជាមួយផោះស្អាតបាទខ្ញុំជាមួយផោះស្អាតដែលស៊ីគ្នាទេសុបាយនេះតែចង់ឈួតមួយស្រីរបស់ខ្ញុំមិនមែនចង់ឈួតទេគឺចង់ក្អួតបងប្អូនណាមកមើលមុខគេនេះនេះគឺជាវីដេអូវគ្គ2នៃដំណើរកម្សាន្តរបស់ពួកយើងនៅក្នុងសួន Everland បងប្អូនហើយលើកនេះគឺខ្ញុំនាំមួយស្រីរបស់ខ្ញុំមកជិះ roller coaster ណាបាទហើយមួយស្រីរបស់ខ្ញុំគឺគាត់មិនធ្លាប់បានជិះ roller coaster ពីមុនមកទេបងប្អូនគឺថាបទពិសោធន៍ថ្មីសម្រាប់គាត់តែម្ដងហើយខ្ញុំបានសួរគាត់ដែរថាសម្រាប់ចិត្តត្រឹមត្រូវនៅបើថាអាចត្រឡប់ទៅក្រោយបានត្រឡប់ទៅអញ្ចឹងណាបងប្អូនព្រោះអានេះគឺលឿនផ្ដាច់ព្រលឹងតែម្ដងបងប្អូនជាពិសេសពេលដែលធ្លាក់មកម្ដងនិយាយថាអូយសឹងថាកាយពវៀនបតាំងមកដាក់លើក្បាលណាបងប្អូនឥឡូវមួយស្រីរបស់ខ្ញុំនេះកំពុងតែថាបាក់ចិត្តថាតោះជិះទៅបទពិសោធន៍ថ្មីអញ្ចឹងណាបានមកឡត់ដីទេការ៉េហើយខ្ញុំអត់ជិះទេតែបើសិនតែខ្ញុំជិះគឺអង្គុយជាមួយអាសង្ហាហ្នឹងតែហ្មងបងប្អូនណាដែរណាបងប្អូនណាឃើញថាឲ្យក្មួយជិះទៅហើយខ្ញុំទៅថតវីដេអូអញ្ចឹងណាបងប្អូនដល់ពេលខ្ញុំអត់ជិះគេឲ្យយើងមកក្រោយវិញបងប្អូនណាព្រោះយើងមិនអាចទៅឈរនៅកន្លែងគេបានទេវាទៅគេអញ្ចឹងណាបងប្អូនបាទហើយក្មួយស្រីរបស់ខ្ញុំទៅបងប្អូនណាទៅទាំងភ័យហ្មងសុបាយនេះតែចង់ឈួតមិនចង់ឈួតទេចង់ក្អួតបាទហើយឥឡូវមកមើលរូបថតក្មួយស្រីរបស់ខ្ញុំបងប្អូនណានិយាយថាចំហមាត់ដូចខ្ញុំអញ្ចឹងការដែលខ្ញុំជិះគឺបិទភ្នែកចំហមាត់បងប្អូនមិនហ៊ានបើកភ្នែកមើលទេខ្លាចណាស់គេក៏មួយហើយខ្លាចសុបាយណាស់ចម្រើនគាត់អត់ខ្លាចក្នុងការជិះ roller coaster ដោយសារការគាត់នៅរៀនគឺគាត់អាសាមកលេងអញ្ចឹងណាបងប្អូនបន្ទាប់ពីជិះ roller coaster ហើយគឺយើងមកញ៉ាំអាហារថ្ងៃត្រង់បងប្អូនជើងដូចតាបន្ទាប់ពីបាយថ្ងៃត្រង់ហើយគឺយើងមកមើល parade ឬក៏ show របស់គេអញ្ចឹងណាប្លែកភ្នែកមែនតើតទៅពីមើល show នឹងចប់ហើយគឺយើងមកកន្លែងបន្ទប់បាញ់ខ្មោចយកបន្ទុកល្មិចទេបងប្អូនបាទហើយខ្ញុំមិនបានទៅបាញ់ឯណាឡើងទៅភ្នែកមើលខ្មោចបងប្អូនអើយបាទបន្ទុកចាញ់ចម្រើនហើយនឹងនិសាគេចូលមើលឯងបានតែ600នេះបាទពីចេញតំណឹងមកគឺយើងមកសួនផ្កា tulip បងប្អូននិយាយថារាប់ម៉ឺនតងតែម្ដងនៅទីនេះបងប្អូនណាគាត់មកដល់ភ្លាមស្រស់ស្រាយតែដែលគាត់ស្រឡាញ់ផ្កាដូចខ្ញុំគាត់តែឃើញហើយគឺថាសប្បាយចិត្តតែម្ដងបងប្អូនអើយបាទស្អាតណាស់ហើយខ្ញុំឲ្យតែបានទៅកន្លែងស្អាតចេះមិនដែលភ្លេចជាមួយនឹងផលិតផលលាបទេបងប្អូនអញ្ចឹងបើសិនណាបងប្អូនដែលគាត់កំពុងទស្សនាវីដេអូនេះហើយមានបញ្ហាស្បែកមុខមុនស្លាកស្នាមសពពីកាញ់មុនជាប់មាច់រុយឬក៏ស្នាមជួយចាស់ជាងវ័យកុំភ្លេចសាកប្រើជាមួយនឹងផលិតផលលាបទាំងអស់គ្នាណាបងប្អូនណាប្រើឲ្យទទួលបានប្រសិទ្ធភាពពិតៗហើយបងប្អូនជិះក្នុងឥឡូវនេះយើងកំពុងតែមានការបញ្ចុះតម្លៃរហូតដល់ 20% ផងដែរពីចេញពីសួនផ្កា tulip មកចម្រើនក៏គាត់nokមួយស្រីរបស់ខ្ញុំនោះមកជិះឡានរបស់គ្នាបងប្អូនណាកំសាន្ត Everland គឺជាសួនដែលធំជាងគេនៅក្នុងប្រទេសកូរ៉េបងប្អូនដើរមួយថ្ងៃអត់សោកទេតពីចេញពីនឹងមកน้องគ្នាទៅជិះរមាក់សេះ3នាក់ពូក្មួយនេះបាទជិះរមាក់គេសិតតែជិះសេះឯងជិះរមាក់អត់យល់ទេពេញអត់ទៅណាមកណាដែរពេញទៀតទេបងប្អូនណាបាទយកទៅតាមចិត្តនេះនៅក្នុងសួនកំសាន្ត Everland ណាបងប្អូនកន្លែងកំសាន្តដែលប្រភេទជិះបែបនេះគឺថាស្អីក៏មានដែរលៀបគ្រប់ទីកន្លែងចានិយាយចឹងណាហើយកន្លែងលេងកន្លែងជិះមួយបងប្អូនណាសិតតែតម្រង់ជួរត្រឡប់មកបានជិះហ្នឹងណាបាទហើយចម្រើនក៏គាត់មកជិះតោងនេះបងប្អូនណាហើយតោងនេះធំមែនតើនៅកន្លែងហ្នឹងមាន2បងប្អូនហើយពេលយកម្ដងកំពូភ្នំហ្មងហើយខ្ញុំឲ្យហ៊ានជិះទេដោយសារខ្ញុំធ្លាប់ជិះម្ដងបងប្អូនខ្ញុំបន់អតែគេឈប់ទេនិយាយថាចង់ក្អួតហើយប្រវៀនបតាំងវិញបងប្អូនណាខ្វាមកដាក់លើក្បាលអស់គេធ្វើណាវាខ្លាចOh my god បងប្អូនអើយបាទទូកនេះធំណាស់ចម្រើនខ្ញុំមកបងមិនថាជិះ roller coaster ជិះតូងជិះទូកទេគឺថាអត់ភ័យអត់ភិតទាំងអស់ដោយសារការដែលគាត់នៅក្មេងរៀនបឋមគាត់ថាមួយទឹកគាត់មកម្ដងចឹងទៅធ្វើឲ្យគាត់ស៊ាំជាមួយនឹងការជិះអារបស់ទាំងអស់ហ្នឹងណាបាទហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាអរគុណច្រើនជួបគ្នាវីដេអូក្រោយជម្រាបលា